សូមបងប្អូនចុច Subscribe រួចរូបកណ្ដឹងរួចរើសយក All ដើម្បីបានវីដេអូថ្មីៗពីចាសួស្តីបងប្អូននេះគ្រឿងសមុទ្រយើងមានបង្គាមានប្រម៉ឹកមានប៉ាតេដែលយើងស្រុះឆ្អិនអស់ហើយចានេះបន្តមកទៀតនេះមានជីសកោចម្ទេសសណ្តែកគួរត្រសក់ពីងប៉ោះតោះឥឡូវយើងចាប់ផ្ដើមធ្វើឥឡូវយើងដាក់ម្ទេសយើងនេះចូលនេះតាមទៀតម្ទេសយើងហ្នឹងឥឡូវយើងបុកវាមកសិនទៅនេះឥឡូវម្ទេសយើងបុកមកប៉ុណ្្នឹងហើយឥឡូវយើងដាក់សណ្តែកគួរចូលនេះយើងហាន់សណ្តែកគួរយើងដាក់ចូលហាន់ប្រវែងហ្នឹងចាំតិចយើងបុកសណ្តែកគួរយើងនឹងឲ្យសពបន្តិចសិនទៅតាមទៀតយើងដាក់ម្ទេសបុកយើងចូលបន្តិចទៅតាមទៀតយើងដាក់ស្ករត្នោតយើងចូលបន្តិចទៅតាមមកទៀតនេះទឹកប្រហុកយើងហ្នឹងទឹកប្រហុកយើងចំនួនអ្វីតាមទៀតទឹកត្រីយើងត្រីយើងកន្លះវែងយើងច្របល់ចូលគ្នាសព្វហ្នឹងតាមទៀតយើងដាក់វីចេងយើងចូលបន្តិចទៅយើងច្របល់ចូលគ្នាសព្វហ្នឹងទៅឥឡូវយើងច្របាច់ក្រូចឆ្មាចូលនេះយើងច្របាច់ក្រូចឆ្មាចូលរួចហើយយើងច្របល់វាចូលគ្នាសព្វសិនទៅតាមទៀតយើងហាន់ពីងប៉ោះយើងដាក់ចូលនេះជាចំណិតស្ដាំ